សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺមកធ្វើញោមតាយ៉ងចេកសាច់មាន់ញ៉ាំម្ដងបងប្អូនព្រោះខានធ្វើញ៉ាំយូរហើយបងប្អូននេះចូលប្រហែលជា2ឆ្នាំ3ឆ្នាំអីហើយព្រោះអត់ដែរញ៉ាំសភាគច្រើនគឺយកមកស្លបងប្អូនភាគច្រើនយកមកតែស្លសាច់មាន់ស្ងោរជ្រក់ស្ងោរអីឬមួយក៏លីខ្ទិះលីអីចឹងទៅតែវគ្គនេះគឺសុំធ្វើញោមម្ដងចានិយាយចាំទៅចំពោះគ្រឿងក្រៅហើយនៅវិធីធ្វើក៏ងាយៗដែរគ្រាន់ថាវារៀងកញ្ចប់ច្រើនចឹងណាបងប្អូនណាក្រូចឆ្មាទុកមួយឡាយសិនមកដើម្បីយកទៅច្បាច់ដាក់ចូលក្នុងទឹកដើម្បីត្រាំតាយ៉ងចេកអញ្ចឹងព្រោះដោយសារតាយ៉ងចេកគឺវាមានជាតិជ័រច្រើនបន្តមកទៀតហ្នឹងគឺខ្ញុំបានដាក់ទឹកដាំឲ្យពុះហើយគឺខ្ញុំស្រោះសណ្ដែកបដោះយើងបងប្អូនព្រោះថាយើងអាចញ៉ាំឆៅបាននេះខ្លាចឈឺពោះរីកអីចឹងណាបងប្អូនបន្តមកទៀតហ្នឹងបានយកទឹកដែលខ្ញុំស្រោះសណ្ដែកបដោះបំបាញ់គឺខ្ញុំយកមកដើម្បីស្ងោរសាច់មាន់យើងបន្តហើយចំពោះខាងការស្ងោរសាច់មាន់ហ្នឹងគឺយើងឆ្លៀតដាក់កុលក្រៃយើងម្ដងអីមកបងប្អូនដើម្បីវាកាត់ឆ្អាបបន្តមកទៀតហ្នឹងទៅខ្ញុំមកឈូសតាយ៉ងចេកយើងឲ្យស្ដើងមកហើយកុំភ្លេចទឹកដែលយើងត្រាំហ្នឹងគឺកុំភ្លេចច្បាច់ក្រូចឆ្មាចូលផងបន្តមកទៀតឥឡូវយើងមកមើលសាច់មាន់យើងក៏វាបានឆ្អិនរួចរាល់ហើយដែរអញ្ចឹងយើងទុកវាឲ្យឆ្អិនសិនទៅណាបន្តមកទៀតហ្នឹងគឺខ្ញុំមកបុកម្ទេសខ្ទឹមចាចំពោះម្ទេសខ្ញុំប្រើតែមួយគ្រាប់ទេអត់ប្រើច្រើនទេបងប្អូនខ្លាចអ្នកផ្ទះខ្ញុំអត់ចេះញ៉ាំអញ្ចឹងណាបងប្អូននៅពេលដែលយើងបុកម្ទេសខ្ទឹមហើយគឺខ្ញុំយកទឹកដែលខ្ញុំស្ងោរមាន់ហ្នឹងប្រហែលជាមួយវែកអីទេគឺខ្ញុំចាក់ចូលទៅអំបិលមួយចិបទឹកត្រីមួយចិបហើយច្របាច់ក្រូចឆ្មាចូលទៅកុំភ្លេចបើចំពោះស្ករវិញគឺខ្ញុំប្រើស្ករក្រហមមកបងប្អូនចង់ប្រើស្ករសក៏បានដែរណាហើយយើងភ្លក់ទៅតាមហ្នឹងទៅអានេះគឺជាទឹកញោមបងប្អូនណាចាទឹកគ្រឿងញោមយើងនឹងឯងនៅពេលដែលយើងយកទៅញោមទៅគឺវាឆ្ងាញ់តែម្ដងណាបងប្អូននិយាយចាំទៅតិចនិចខ្ញុំធ្វើនេះគឺមិនខុសពីបងប្អូនតែទោះបីជាខុសក៏ខុសគ្នាតិចតួចអីដែរអញ្ចឹងណាភ្លក់ទៅប្រៃផ្អែមសាបជូរហិលអីហ្នឹងខ្វះអីគឺថែមនឹងទៅបន្តមកទៀតហ្នឹងគឺខ្ញុំមកឈូសទៅសក់ហើយនឹងការ៉ុតបងប្អូនគឺខ្ញុំឈូសបែបនេះអានេះគឺជាបន្លែដែលខ្ញុំដាក់ថែមបងប្អូនចាបើចំណែកម្ដាយខ្ញុំវិញគឺគាត់ជួយបេះសាច់មាន់បងប្អូនហើយចាដោយសារតែយប់ហើយណាឥឡូវចាប់ដើមផ្សំបន្លែប្លុកយើងមកមានការ៉ុតមានទឹកសក់ហើយតាយ៉ងចេកសណ្ដែកបដោះដែលស្ងោរបំបាញ់មិញហ្នឹងគឺយើងចាក់ចូលមកហើយបើសិនជាបងប្អូនចង់បន្ថែមបន្លែអីកញ្ចប់ច្រើនជាងនឹងទៀតក៏អត់អីដែរណាបងប្អូនហ្នឹងហើយអាស្រ័យទៅលើការចូលចិត្តទេចាបន្តមកទៀតហ្នឹងគឺជីគ្រប់មុខចំពោះជីគ្រប់មុខនេះមុននឹងយើងយកមកដាក់ហ្នឹងយើងបេះត្រាំទឹកឲ្យស្អាតសិនមកដើម្បីឲ្យវាចេញដីចេញអីអស់ចឹងណាបងប្អូនហ្នឹងហើយចាំយើងចាក់ទឹកគ្រឿងយើងចូលមកយើងច្បុកច្បល់វាទៅហើយអាត្រង់កន្លែងនេះគឺយើងច្បុកច្បល់យើងយូរតិចទៅបងប្អូនព្រោះថាបើសិនជាយើងធ្វើតែមួយផ្លែតវាអត់ងាយចូលជាតិគ្នាទេហើយភ្លក់ទៅអានេះខ្ញុំភ្លក់ម្ដងទៀតណាបងប្អូនហ្នឹងហើយគឺប៉ុណ្ណឹងអូខេហើយបងប្អូនហើយឥឡូវចាប់ដើមមកចាក់ដាក់ចានមកហើយបើសិនជាយើងដាក់ចានហើយយើងឆ្លៀតបន្ថែមសណ្ដែកដីពីលើតិចទៀតមកអូយបងប្អូនគឺឈ្ងុយហើយឆ្ងាញ់ខ្លាំងមែនតើបងប្អូននិយាយចំភ្លេចប្រាប់បងប្អូនណាតាយ៉ងចេកមួយហ្នឹងគឺគេឲ្យទេបងប្អូនចាអ្នកលក់ចេកណាចឹងហើយគាត់ថាបងអញបកាយធ្វើម្ហូបចឹងយកទៅញ៉ាំមួយទៅអញ្ចឹងហើយគាត់ឲ្យអាធំមកតែម្ដងអញ្ចឹងហើយធ្វើហ្នឹងក៏មិនភ្លេចគុណគាត់ដែរចាគឺផ្ញើគាត់មួយចានតូចផងដែរចាអញ្ចឹងវីដេអូរបៀបធ្វើញោមតាយ៉ងចេករបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេចាំជួបគ្នាវីដេអូក្រោយៗទៀត